everyone, so todayយើងនឹងរៀនពីអក្សរនៅក្នុងភាសាអង់គ្លេសអក្សរទាំងអស់គឺមាន26អក្សរអញ្ចឹងយើងចាប់ផ្ដើមអានទាំងអស់គ្នា A B C D E F G H I J K L M N O P Q R S T U V W X Y Z អញ្ចឹងអក្សរទាំងអស់គឺមានសរុប26តួនៅក្នុងនោះគឺយើងមានស្រៈចំនួន5គឺ A E I O ហើយនឹង U ចឹងក្រៅពីស្រៈគឺជាព្យញ្ជនៈទាំងអស់ដែលមានសរុប21តួ